សូមជំរាបសួរថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបប្រើ Paragon តែបាទParagon នេះមក search នៅក្នុងនេះយើងមានណាហើយចូលទៅក្នុងអានេះខ្ញុំយកមកជាលក្ខណៈ global ណាខ្ញុំ update ហើយពីម្សិលមិញហើយអញ្ចឹងសេរីរបស់វាមាននៅក្នុងនេះច្រើនមានទាំង track line ដែរណានេះ track line ខ្ញុំពេលដែលបានកម្មវិធីនឹងមកខ្ញុំនឹង share ចូលនៅក្នុងក្រុមហើយសិស្សក៏គាត់បានយកទៅប្រើប្រាស់នៅក្នុងហ្នឹងគឺវាងាយស្រួលនៅក្នុងការរុញចូលទៅក្នុងដែលលុច Evo ណាហើយអានេះគឺនេះអ្វីដែលឃើញនេះគឺវាគឺជាຂະຫນាតមួយរបស់អំពូលដែលគេហៅថា lumen នៅក្នុង1វ៉ាត់អញ្ចឹងបើសិនជាយើងកណនីខ្ញុំមានឧទាហរណ៍យើងចង់បានតម្លៃណាមួយដែលមានកម្រិតដែលយើងអាចកណនីទៅឃើញណាអញ្ចឹងយើងអាចចុចតាមនោះឲ្យ search ទៅឧទាហរណ៍នេះក្នុង interior អញ្ចឹងទៅណាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់បានជាលក្ខណៈប្រភេទ bed down line អញ្ចឹងទៅខ្ញុំ enter មួយមកជួរខាងស្ដាំដៃនេះគឺជាប្រភេទពណ៌មានពណ៌ពងមាន់ពណ៌ថ្ងៃចំណាំលេខវាទៅបើសិនចន្លោះពី6000ទៅ6500អាហ្នឹងពណ៌សណា Light color នេះយើងអាចកែបានឧទាហរណ៍ថាខ្ញុំចង់បានខ្ទង់ល្បាក់ 4500K ឃើញទេអញ្ចឹងវានឹង load ត្រឹមតែល្បាក់ 4500 ទេហើយសម្រាប់សេរីនេះឧទាហរណ៍ថាខ្ញុំយកជាប្រភេទdown អូខេអានេះប្រភេទ down ខ្ញុំយកប៉ុណ្ណេះណាហើយយើងរើឥឡូវយកប្រភេទ 6500 6500វាលោតមកអញ្ចឹងងាយស្រួលរកអញ្ចឹងអានុភាពវ៉ាត់របស់វានៅកន្លែងនេះណាហើយតកតងជាមួយអានេះគឺយើង send ទៅដល់លុច Evo អានេះយើងមកជារៀងខាងនេះយើង send ទៅដល់លុច Evo ប៉ុន្តែខ្ញុំអាចសកត់នៅកន្លែងគេដាក់ color template នេះសុំទោសតែបើសិនជាដោយសារក្នុងដល់លុចខ្ញុំហៅថាជា color template អញ្ចឹងនៅក្នុង color ហ្នឹងយើងវាយថាជាកូដទៅអាចលឿនជាងហើយ power អានេះគឺ total របស់គេណាអូខេអានេះជាលក្ខណៈ line មូលឬក៏ជ្រុងបើចង់បានជ្រុងចុចតែកន្លែងហ្នឹងមកវា load តែ downline ជាប្រភេទពួកឲ្យជ្រុងឯងអញ្ចឹងណាហើយបើយើងចង់បានមូលយើងចុចតាមនឹងទៀតទៅបាទអូខេមានអាមូលនេះអានេះមូលវា load មកតែមូលទេឃើញទេបាទហើយបើសិនជាខ្ញុំអានេះខ្ញុំ search ថែមពាក្យ LED downline ចេះប៉ុន្តែវាអត់ចេញទេដោយសារតែខ្ញុំរើស take អាប្រអប់នៅខាងនេះដៃណាវាច្បាស់ជាងអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ការណែនាំពីរបៀបប្រើកម្មវិធី Paragon ចូលក្នុង website ហើយ download ទៅងាយស្រួលទៅឡើងនិងទាញយកអរគុណ